សហរដ្ឋអាមេរិកសម្ដែងការព្រួយបារម្ភចំពោះការប្រយុទ្ធជាបន្តដែលបង្កគ្រោះថ្នាក់និងបាត់បង់ជីវិតនៅតាមកន្លែងជាច្រើនតាមបណ្ដោយព្រំដែនប្រទេសកម្ពុជាថៃលោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានគូបញ្ជាក់ថាសហរដ្ឋអាមេរិកបានមានការព្រួយបារម្ភចំពោះការប្រយុទ្ធជាបន្តដែលបង្កគ្រោះថ្នាក់និងបាត់បង់ជីវិតនៅតាមកន្លែងជាច្រើនតាមបណ្ដោយព្រំដែនប្រទេសកម្ពុជាថៃនេះបើយោងតាមព័ត៌មានពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានាព្រឹកថ្ងៃទី10ខែធ្នូឆ្នាំ2025នេះប្រពន្ធដដែលបានបន្តថាសហរដ្ឋអាមេរិកទទួលជាខ្លាំងឲ្យបញ្ឈប់ជាបន្ទាន់នៅអរិយភាពនេះនិងការការពារជនស៊ីវិលព្រមទាំងស្នើឲ្យភាគីទាំងពីរឲ្យវិលត្រឡប់ទៅគោរពវិធានការក្នុងការកាត់បន្ថយភាពតានតឹងដែលបានចេញក្នុងកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរថ្ងៃទី26តុលាដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជានិងថៃនិងបានធ្វើជាសាក្សីដោយប្រធានាធិបតីអាមេរិកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់ហ្វាអ៊ីប្រាហ៊ីម